អ្នកដែលខុសបំផុតគឺជាប៉ានេះហើយដែលអប់រំចិញ្ចឹមពួកឯងមិនបានល្អបើប៉ារកអ្នកខុសទៅសុំទោសក្រុមគ្រួសារគេមិនបានទេប៉ាត្រូវតែសុំទោសលោកស្រីបានអនដោយខ្លួនប៉ាផ្ទាល់បាទឲ្យម្នាក់មកអញជួយបានទៅទុកទេបាទម៉ាក់បាននេះតែមានរឿងអីទៅអញឃើញហើយមែនទេថាអ្នកណាទៅដែលស័ក្តិសមនឹងឯងនោះតែខ្ញុំធ្លាប់ប្រាប់ម៉ាហើយតាថាខ្ញុំមិនឯងកុំគិតឲ្យសោះការគំរាមឈួតដែលឯងប្រាដើម្បីធ្វើបាបម្ដាយបង្កើតរបស់ឯងនោះគឺនឹងធ្វើឲ្យឯងនេះខ្លាយទៅជាអ្នកឈ្នះប៉ុន្តែនេះជាការពិតណាបើសិនជាលោកប៉ាដឹងថាម៉ាក់អូយយើងបានទៅសារភាពប្រាប់ប៉ាឯងអស់ហើយយើងបាននិយាយជាមួយតំបងសន្តិអស់ហើយសកុនហេតុដូច្នេះយើងមិនព្រមឲ្យឯងមានអំណាចលើយើងបានទេប៉ុន្តែម៉ាក់ធ្លាប់ប្រកាសហើយថាមិនទទួលសុផាផាន់ធ្វើជាកូនប្រសារទេប្រកាសបានអាចលុបចោលបានតាព្រោះថាមនុស្សដូចខ្ញុំនេះណាហ៊ានធ្វើគ្រប់យ៉ាងដើម្បីអ្វីដែលខ្ញុំត្រូវការគឺថាពួកដែលមិនទាន់បាត់ក្លិនទឹកដោះដូចជាពួកឯងនេះកុំចង់យកឈ្នះខ្ញុំឲ្យសោះជាពិសេសគឺនាងអម្វិកាតែវិការយល់ថារឿងរៀបការវាជារឿងរបស់មនុស្សពីរនាក់មិនឃើញតែប៉ុនអ្វីនឹងម៉ាក់ផងនាងអម្វិកានាងឆាប់ចេញពីផ្ទះរបស់ខ្ញុំភ្លាមហើយយកក្លិនចង្រៃដែលជាប់ខ្លួននាងត្រឡប់ទៅវិញផងទៅបានអ្នកម្ដាយពេលការនឹងត្រឡប់មកវិញម្ដងទៀតព្រមនឹងតំណែងកូនប្រសាររបស់អ្នកម្ដាយនោះណាតើកូនចាវិការសំលៀកទៅវិញហើយណាព្រោះថាបើវិការនៅយូរកុំឲ្យអ្នកម្ដាយគាត់ខ្យល់ចាប់ពីព្រោះថាកូនប្រសារមិនពេញចិត្តទៅហើយណាសកុនទៅនាងវិការម៉ាក់បានខ្ញុំរៀបការជាមួយសុផាផាន់ទេម៉ាក់ពធអើយហេតុអីបានជាមានបញ្ហាច្រើនបែបនេះខ្ញុំបានបំពេញការងារមករៀបរយបែបនេះម្ដាយចិញ្ចឹមប្រហែលជាមិនថាអីខ្ញុំទេណាមិនថាអីទេប៉ុន្តែមានការអីឬក៏គុណសុគេនៅខាងនឹងខ្ញុំដែលថ្ងៃនេះខ្ញុំបានថាឲ្យគេបាញ់ចឹងណាខ្ញុំថាម្ដាយចិញ្ចឹមហៅគុណសុចេញមកខ្ញុំពេញចិត្តនឹងសុំទោសគេដែលធ្វើឲ្យគេខូចចិត្តខ្ញុំប្រាប់តាមត្រង់ចុះលោកស្រីសាយใจខ្ញុំមិនចង់បង្ខំចិត្តកូនទៀតទេម្ដាយចិញ្ចឹមខ្ញុំសុំទោសលោកស្រីសាយใจផងចុះរឿងរៀបការនេះខ្ញុំនឹងសួរសុផាផាន់ម្ដងទៀតប៉ុន្តែបើគេមិនពេញចិត្តទេខ្ញុំក៏មិនអាចបង្ខំចិត្តគេបានដែរខ្ញុំ
នៅទីនេះហើយម៉ាក់កូនស៊ូសូមឲ្យលបែងចាប់គូរបស់មីងបញ្ចប់ត្រឹមនេះតិចចុះខ្ញុំនឹងបោះសកុនយើងសុទ្ធតែមានផ្លូវដើររៀងខ្លួនហើយកុំបង្ខំចិត្តយើងទៀតអីសុំទូផងចុះលោកស្រីសាចៃខ្ញុំលាសិនហើយកំហុសដែលម៉ាក់បានធ្វើដាក់កូនអត់ទោសឲ្យម៉ាក់ផងណាម៉ាក់សុំឲ្យហេតុការណ៍ដែលកើតឡើងវាគ្រាន់តែជាសុបិនអាក្រក់តទៅក្រុមគ្រួសាររបស់យើងត្រូវតែរស់នៅដោយការយល់ចិត្តម៉ាក់ស្រឡាញ់កូនណាសុផាផាន់កូនម៉ាក់អត់ទោសឲ្យម៉ាក់ផងណាไม่ต้องรักคนที่ไม่ควรรักแม้คนที่ใจร้ายเจ็บแล้ว កូនម៉ាក់ពេលដែលកូនទៅជាមួយលោកសកម្មនេះហើយណាកូនត្រូវតែមើលថែខ្លួនឯងឲ្យបានល្អហើយមើលថែគេផងត្រូវសង្កេតមើលថាបើបងគេឃ្លានពេកត្រូវតែឆាប់រកអីឲ្យគេញ៉ាំដឹងទេចាមិនអាចបណ្ដោយគេបានទេណាកូនបើគេបែកញើសត្រូវជូតញើសឲ្យគេផងចាអូមកហើយមកហើយជំរាបសួរលោកស្រីសុផាជំរាបសួរលោកសកាន់សំទោសអូនដាចៃដនខ្ញុំមានបញ្ហាបន្តិចតួចទៅរបស់ទៅកូនបើសិនជាលោកសកាន់នឿយហត់យើងពន្យាពេលទៅថ្ងៃក្រោយក៏បានដែរមិនអីទេតើយើងចាសូមលាសិនចាសូមចេញតាមស្រួលជំរាបលាម៉ាក់មើលថែខ្លួនឯងផងណាចាកុំភ្លេចពាក់មួកការពារណាបានណាលោកស្រីការងារល្អលុយល្អបែបនេះណាសូមធានាថាល្បិចរបស់លោកស្រីប្រកាសជាទទួលជោគជ័យតាមគោលដៅហើយកុំបារម្ភអីល្អណាស់ទោះជាម៉ាក់មិនអាចរកឪពុកឲ្យកូនបាន
មិនមែនមានន័យថាម៉ាក់មិនអាចរកស្វាមីឲ្យកូនបានទេណាវិមាដានាងអម្ពិកានាងឆាប់ចេញពីផ្ទះរបស់ខ្ញុំភ្លាមហើយយកក្លិនចង្រៃរបស់នាងដែលជាប់ខ្លួននាងនេះទៅជាមួយផងតើបងមិនតបបានប្រាប់ឯងទេឬដែលបងដកលោកសកម្មចេញពីការងាររបស់យើងហើយ បងអេក ហើយពីពេលនេះតទៅយើងគ្មានពាក់ព័ន្ធគេទៀតទេ បងអេកចា និយាយខូចចិត្តច្រើនពេកហើយណាបងមិនចង់ឲ្យយើងឈឺចាប់ខូចចិត្តជាងនេះទៀតទេ ប៉ុន្តែបងអេកស្ដាប់ខ្ញុំសិនតើបានទេគឺខ្ញុំ បើវិការនៅតែទាញគេទុកបងមិនអាចគិតអ្វីផ្សេងបានទេក្រៅពីវិការមានចិត្តឲ្យគេនោះហើយបើអូនបញ្ជាក់ថាអូនគ្មានអារម្មណ៍អ្វីចំពោះគេទេបងចង់ឲ្យអូនហៅសកម្មឲ្យគេទៅហើយពីពេលនេះតទៅនឹងគ្មានឈ្មោះលោកសកម្មមកចូលពាក់ព័ន្ធក្នុងជីវិតរបស់ពួកយើងទៀតទេប្រយ័ត្នផងប្រយ័ត្នណាអូនណា ប្រយ័ត្នដល់ណាប្រយ័ត្នអរគុណណាស់ បាទលោកអ៊ំ បាទ លោកអ៊ំចាំខ្ញុំទីនេះហើយណាខ្ញុំគិតថាមិនលើកពី2ម៉ោងទេ បាទ តែយើង ចា ហេសំណាងល្អណាស់បរោះសង្ហា ស្អាតណាស់នៅនាងដា ទីនេះមើលទៅស្ងប់ដល់ហើយ ធម្មជាតិនៅទីនេះបរិសុទ្ធល្អមែនហើយមើលទៅដើមឈើជាច្រើនគឺជាដើមឈើដែលមានអាយុវែងពិបាករណាស់អូអូនដាអូនមើលខាងនោះទេស្អាតមែនតើ បើត្រូវកាត់ដើមឈើទាំងនេះចោលដើម្បីសាងសង់សន្តាគារឬក៏ផ្ទះសំណាក់គឺគួរឲ្យស្ដាយដល់ហើយ ខ្ញុំបែងចែកការគិតនិងសេចក្តីត្រូវការរបស់នាងជាពីរចំណែកទី1ធ្វើសួនច្បារនៅមាត់ទឹកដោយការអភិរក្សធម្មជាតិខ្ញុំមិនកាប់ដើមឈើធំចោលទេថែមទាំងដាំបន្ថែមទៀតខ្ញុំត្រូវរកវត្ថុមកសាងសង់ឲ្យស៊ីនឹងធម្មជាតិហើយនឹងទឹកដីនៅទីនេះដើម្បីឲ្យមើលទៅចុះសម្រុងគ្នាការស្រាវជ្រាវនៅមាត់សមុទ្រ លោកសកម្មនិយាយថាម៉េច អូគ្មានអីទេខ្ញុំយល់ថាយើងទៅលេងខាងនោះទៅល្អជាង ចា មើលទៅអូនដាដូចជាហត់ហើយយើងទៅវិញទៅល្អជាង ខ្ញុំមិនអីទេសូមចេញលោកសកម្មតាមស្រួលចា អូខេយើងបានរូបភាពច្រើនណាស់គួរតែត្រឡប់ទៅវិញហើយ